បាទជំរាបសួរបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតទេថ្ងៃនេះខ្ញុំនិយាយពីអត្ថប្រយោជន៍នៃការចិញ្ចឹមគោបែបលក្ខណៈគ្រួសារណាបងប្អូនអញ្ចឹងនៅក្នុងហ្នឹងវាមាន5ចំណុចតែខ្ញុំលើកយកតែគោបងប្អូនដោយសារពេលវេលាខ្លីបាទទី1គឺវាផ្ដល់ប្រភពចំណូលនិងសេដ្ឋកិច្ចគ្រួសារហើយទី2វាផ្ដល់នៅប្រយោជន៍ដល់វិស័យកសិកម្មនិងជីធម្មជាតិហើយទី2ផ្ដល់ប្រភពអាហារូបត្ថម្ភសាច់និងទឹកដោះគោអញ្ចឹងណាហើយ4ការប្រើប្រាស់កម្លាំងពលកម្មបែបប្រពៃណីអាហ្នឹងនិយាយការពីមុនប្រពៃណីបងប្អូនហើយ5ងាយស្រួលក្នុងការចិញ្ចឹមនិងប្រភពចំណីបាទអញ្ចឹងខ្ញុំលើកឡើងតែ4ហ្នឹងទេជាគោលហើយសម្រាប់កសិករឬក៏អ្នកធ្វើស្រែចម្ការដូចគ្រួសារជនបទស្រុកស្រែចម្ការនេះបើតាមខ្ញុំលើកទឹកចិត្តថាកុំបោះបង់បងប្អូនត្រូវតែមានអាហ្នឹងណាគឺមិនអាចឆានបានទេគឺគោក្របីហើយនឹងគឺត្រូវតែចិញ្ចឹមគួបផ្សំគ្នាបើមានពេលទំនេរអាចកូនអីយើងទំនេរពីការសិក្សាអាចទៅជួយមើលថែបានអញ្ចឹងណាបងប្អូនភ្លេចខ្លួនវានឹងបានចំណូលឲ្យយើងទន្ទឹមនឹងហ្នឹងក៏យើងត្រូវការមើលថែវាខ្លះដែរមិនមែនថាប្រឡែងចោលឲ្យគ្នារស់នៅបែបពិបាកអីក៏វាអត់ហុចផលឲ្យយើងដែរបើនិយាយថាតាមធម៌ព្រះនិយាយសាមញ្ញថាយើងថែគេបានល្អគេក៏ហុចផលឲ្យយើងបានល្អមកវិញដែរអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងមិនមែនឃើញចំតាមអារម្មណ៍ប្រឡែងចោលឬក៏មិនត្រូវការយកចិត្តទុកដាក់ក៏វាអត់មិនបានផលឲ្យយើងបានល្អកក់ប្រសើរដែរហ្នឹងបងគោយើងត្រូវការយកចិត្តទុកដាក់ដូចគ្នាដើម្បីបានផលប្រយោជន៍មកយើងវិញដូចតែគ្នា